សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកវិញជាមួយ Kimchi Flex ដែលសម្រាប់ថ្ងៃនេះផងដែរ admin ណានាំអ្នកទាំងអស់គ្នាមកទស្សនាជាមួយនឹងរឿងថ្មីមួយទៀតដែរដែលរឿងនោះគឺមានចំណងជើងថា Family by Choice ឬក៏បកប្រាស់ជាភាសាខ្មែរបានន័យថាគ្រួសារតាមការជ្រើសរើសរបស់យើងហើយឥឡូវនេះ admin សូមជម្រាបជូនព័ត៌មានខ្លះៗតាក់ទងជាមួយនឹងរឿងនោះដែលរឿងនោះគឺចេញនៅក្នុងឆ្នាំ2024ដែលមានតួអង្គឯកមានឈ្មោះថា Hwang In Yup ដែលនៅក្នុងរឿងនេះផងដែរក៏ដើរតួជាតួអង្គមានឈ្មោះថាគឹមសានហាតួអង្គឯកទី2មានឈ្មោះថាចុងឆេយុនដែលគាត់គឺជាអតីតសមាជិកនៅក្នុងក្រុមចម្រៀងដ៏ល្បីល្បាញមានឈ្មោះថា IOI ជាមួយនឹងក្រុម Dia ផងដែរហើយនៅក្នុងសាច់រឿងរបស់យើងគាត់ដើរតួជាតួអង្គយូនជូវ៉នជាមួយនឹងតួអង្គឯកទី3មានឈ្មោះថាបេយុនសុងដែលសម្រាប់នៅក្នុងសាច់រឿងរបស់យើងផងដែរក៏ដើរតួជាតួអង្គមានឈ្មោះថាកាងហេជូនដែលសម្រាប់រឿងថ្មីរបស់យើងនេះផងដែរគឺមានសាច់រឿងជាប្រភេទស្នេហាហើយក៏ដូចជាបញ្ហាគ្រួសារផងដែរសម្រាប់នៅក្នុងអេពីសូតទី1នេះផងដែរនៅក្នុងឆ្នាំ2003យើងឃើញថាជូវ៉នណាមានអាយុ7ឆ្នាំនាងគឺកំពុងតែរៀនជាមួយនឹងមិត្តភ័ក្តិរបស់នាងហើយឪពុករបស់នាងគាត់តែគឺជាបុរសម្នាក់ដែលគាត់តែគឺជាពោះម៉ាយដែលបច្ចុប្បន្ននេះផងដែរគាត់គឺមានបើកអាហារដ្ឋានតូចមួយសម្រាប់លក់មីផងដែរតែនៅក្នុងការចាប់ផ្ដើមវគ្គរបស់យើងនេះផងដែរយើងឃើញថាដោយសារតែអ៊ំចិត្តខាងហ្នឹងគាត់មាត់ច្រើនណាគឺគាត់នឹងបានបង្រៀនជូវ៉នឲ្យចេះនិយាយពាក្យ Horebi ដែលពាក្យ Horebi នេះផងដែរមានន័យថាមេម៉ាយឬក៏ពោះម៉ាយតែនៅពេលនោះផងដែរនៅពេលដែលលេងហ្គេមទាយពាក្យជាមួយនឹងមិត្តភ័ក្តិគឺធ្វើឲ្យជូវ៉នហ្នឹងយល់ច្រឡំអញ្ចឹងក៏ប្រើប្រាស់ពាក្យនោះទៅនាងគិតថាពាក្យនោះគឺជាពាក្យល្អដោយសារតែពាក្យនោះហើយធ្វើឲ្យមិត្តរួមថ្នាក់របស់នាងឆ្ងល់ជាខ្លាំងថាតើ Horebi ហ្នឹងអាចធ្វើអ្វីគ្រប់យ៉ាងបានមែនអញ្ចឹងនៅពេលដែលមកដល់ផ្ទះវិញពួកគេក៏បានស្រែកសួរឪពុករបស់ជូវ៉ននឹងតែម្ដងឥឡូវនេះយើងឃើញថាឪពុកកូនកំពុងតែដើរទៅផ្ទះហើយឪពុកក៏បានសួរកូនស្រីថាតើគេចង់បានបងប្រុសមែននៅពេលដែលឮអញ្ចឹងជូវ៉នក៏បាននិយាយតបទៅវិញភ្លាមថានាងពិតជាចង់បានបងប្រុសណាស់ព្រោះថារាល់ថ្ងៃលេងតែម្នាក់ឯងឪពុកគឺរវល់តែរកស៊ីលក់មីអញ្ចឹងគេគឺពិតជាឯកាខ្លាំងណាស់ឮអញ្ចឹងហើយឪពុកក៏បាននិយាយតបទៅវិញថាគាត់តែមិនអាចឲ្យបានទេបងប្រុសហ្នឹងមិនមែនចេះតែជប់ចេញទេឮអញ្ចឹងហើយជូវ៉នក៏តបទៅវិញថាកូនណាដឹងហើយបើសិនជាចង់បានបងប្រុសលុះត្រាតែប៉ាមានស្នេហាអ៊ំចិត្តខាងគឺបានប្រាប់កូនអញ្ចឹងនិយាយទៅណាទាំងអស់គ្នាអ៊ំចិត្តខាងហ្នឹងមាត់រៀងច្រើនដោយអ៊ំចិត្តខាងរបស់ admin ដែរបន្តមកទៀតនេះយើងឃើញថាមានគ្រួសារមានសមាជិក3នាក់គឺបានរើទីលំនៅមកនៅជិតផ្ទះរបស់ជូវ៉នណាជូវ៉នណាគឺមើលទៅសប្បាយចិត្តខ្លាំងមែនតែនព្រោះថាឃើញគ្រួសារនោះមានកូនប្រុសម្នាក់ដែលមើលទៅអាចថាមានអាយុបងគេផងដែរដែលហ្នឹងឯងអ្នកទាំងអស់គ្នាក្មេងប្រុសនោះហើយគឺជាតួអង្គសានហានឹងឯងដែលពួកគេរើមកនៅអាគារជាមួយនឹងជូវ៉នពួកគេនៅជាន់ទី3ហើយជូវ៉នហ្នឹងគឺនៅជាន់ទី2បន្ទាប់មកទៀតពួកគេក៏បានណែនាំខ្លួនឲ្យគ្នាស្គាល់ទៅវិញទៅមកហើយប៉ារបស់ជូវ៉នហ្នឹងក៏បានអញ្ជើញគ្រួសារនោះទៅហាងរបស់គាត់ញ៉ាំអីផងដែរដែលហ្នឹងឯងអ្នកទាំងអស់គ្នាគ្រួសារហ្នឹងមើលទៅរៀងគួរឲ្យសង្ស័យដែរព្រោះថាបើតាមមើលការនិយាយស្ដីការដែលគាត់បង្ហាញចេញមកគឺអាចបង្ហាញថាគាត់ទៅតែរើមកពីទីក្រុងហើយមើលទៅមនុស្សជនបទអញ្ចឹងគ្រាន់តែចង់គិតអញ្ចឹងទៅដោយសារតែឃើញគ្រួសារនោះមានសមាជិក3នាក់លោកពូដែលជាប៉ាជូវ៉នហ្នឹងក៏បាននិយាយថាអូពិតជាអស្ចារ្យណាស់គ្រួសារដែលមានសមាជិក2នាក់នៅជាន់ទី2ដែលគាត់ចង់សម្ដៅទៅលើខ្លួនគាត់ហើយនឹងកូនស្រីនឹងហើយចំណែកឯគ្រួសារដែលមានសមាជិក3នាក់គឺនៅជាន់ទី3បន្ទាប់មកគាត់ក៏បានសើចសប្បាយជាមួយនឹងកូនស្រីប៉ុន្តែអត់ដឹងមិនទេអ្នកទាំងអស់គ្នាម្ដាយរបស់សាន់ហានឹងមើលទៅប្រកាន់គាត់ក៏ខឹងបន្ទាប់មកគាត់និយាយថាអត់មានអីគួរឲ្យសោចទេហើយក៏បាននិយាយបន្តទៀតថាបុរសម្នាក់នឹងគួរឲ្យធុញម៉េះហើយក៏បានដើរចេញទៅតែម្ដងបន្តមកទៀតយើងទៅមើលក្នុងផ្ទះរបស់គ្រួសារនោះវិញគ្រាន់តែចូលទៅភ្លាមឪពុកនឹងក៏បានថាឲ្យប្រពន្ធនឹងថាហេតុអីចាំបាច់ឆ្លើយម៉ែបន្តមកទៀតប្រពន្ធនឹងក៏បានឆ្លើយទៅវិញថាហើយម៉េចចង់ឲ្យគាត់សោចមែនថាកាលមុនមាន4តែឥឡូវសល់តែ3នាក់ទេបរិយាជាប្តីលឺអញ្ចឹងគាត់ក៏និយាយថាគេនិយាយអញ្ចឹងដោយសារតែគេចង់ប្រាប់ថាគេក៏មានតែ2នាក់ឪកូនដែរព្រោះគាត់មិនចង់ឲ្យគេគិតថាកូនរបស់គាត់នឹងគឺជា
จะโกนอัดมาได้เต้จังก็จองปรับเกมุนจังเตอมันเติมมาเตี้ยนะต่างออกขณีปุกอนะชุกเนี่ยรอโหดแต่ดอนเนี่ยจัดแข่งเนื้อคอให้บริแต่มาดองปนใต้จังไรเอ้ยเนี่ยไปดับบาวทวีนังบริต่างปีเนี่ยนู้กับแบนสกอร์แท้เหมือนแตนเตอตัวอังปุกนู้กอนะคือเจียบริโดยขณีได้จังกอดกับแบนปรับตัววินแทอาจังเตอไงสายจ้าจำกอดเบาะไส้ในกระไหลเฟอร์กาเวินได้นั่งไงในต่างออกขณีกาปเตอใส่เรื่องระบอกครัวซานังบัดตามปริปีเนี่ยนั่งกอดจดเจ็ดขณีบันในแทกาปีหมุนนั่งไงคือกอดเมียนโกนไซมาเนี่ยเตียดได้โกนไซนั่งไงคือแบนสลับบาได้จังบันเจ็กอดสำหรับแท้เริ่มหมกเนื้อตีตังดีเวินขนมขณะได้ปริต่างปีเนี่ยกอดกำปงตาจดเจ็ดขณีนั่งไงในต่างออกขณีจัดแข่งกอดโดยเฉเนี่ยจัดแข่งเซ็งๆงั้นคือกอดบานลือต่างจังห้าวเดี๋ยวไปได้ตลอดเมาไว้ป้าดอกบอจูวอนกอดกับบ้านเป็นโยลจูวอนถ้าบอกเส้นเจเคยเนี่ยเตียนูฮะคือโฟมมัดเชียมกลมเนี่ยยัยแต่ต้องจมวยหนึ่งปอนไซหรือก่อโกนไซลื่นจังห้าวจูวอนก่อสัวแท้แฮดไอป้าเป็นนู้หลกปูนั่งกับบ้านใหญ่แต่วันแท้นังไงโดยเฉโกนจังโกนั่นเดี๋ยวไปแต่เมียนในมันเนี่ยใหญ่ปีแม่โกนั่นปัจจุบันสบายจัดเต้ฮายโกนั่นหนึ่งกันแต่เนกอดจังกลัวแซนนูแฮก็โดยขณีได้ฮายกอดกับบ้านบันตอปรับแท้บ่เส้นเจียโกแน่เคยบองโปรนึงโกแน่เหลือใกล้ฮายกอดเหมือนอย่างบ้านเนบเตียยืงเตอนับไปแต่จัดดอกเตะปุกเกะเราหนึ่งบอดจบเตะแต่ฮายปนใต้สำหรับแต่เคยซันห้านับไปแต่เคยนังปูกับบ้านฮาซันฮานั่งเอาแต่มือตู้รถตู้จมวยนั่งจูวอนเตอปนใต้เกี่ยอดโปรมเตฮายเก๊ก็ตลับเติบเตียเวินด้านเนเปนูพองได้เก๊กับบ้านจูแปรบอเกป้ากับแบนเป็นโยลแท้แม่นั่งไงอดคังเกเตกอดนั่นคือกรอนแต่อดสบายจัดปนอนั่นทั้งไงเหมือนโต๊ะป้าดับบอจูวอนกับแบนเนอร์หนีเย่จมวยหนึ่งจัดแข้งจัดแข้งบ้านหนีเย่โบบาจิตราเฮากับแบนตุ่มหลีปอระเมียนมวยได้แท้แต่ต้องจมวยหนึ่งการสลับดับบอโกนไซเตียนโนฮะคือเตะตรงจมวยนังโกนโปรได้เนเปนูว่าอาแทนสักเรื่องนู้คือการล้างเดือดซาตะเกนงาเนอแต่ปีเนี่ยบ้านโกนไซโตนงากอดสลับจังเตอให้มาได้คือมือเตอตุ่มแหลกของพ่อต่างอ้อแต่หรือโกนโปรนูนักขนมแวบบันตอมาเตียดนี้ยังเคยแทนซันฮะก็ตลาดมาปีเรียนในก็ได้แบนเรียบจอมเจ้าสำรามดอกบองมาได้มาได้เนื่องกอดแบนฮบสระฮบเอ็นจังเตอหายก็ได้คือปฏิเฮลอย่างคลั่งเติบถอยก็ตึกบากตู้ดับใบยกมีย่อมาชงย่ำปนใต้เหมือนตอนบานชงพองประหารจินเนกเคยแต่ตองเปียดัตตะกาได้พระอนสระยาสลับดักซากาชงมีนั่งจังกอดก็สำหรับจัดแท้กอดยำมีเช้าตามมาดองเตอน่าไปแต่กอดกับปงยำนะแง่จูวนก็หมกเคยได้เนไปนูพองได้จูวนกับบ้านในใหญ่เตอเกแท้เนื้อเตี้ยระบอเกยเมนมาโฮมชิกันจานแน่จองยำจมูกเกยอดให้บนตอบบอกตีสันแฮกับแบนตอบตะเวนแทโกด้าอดเคลียนเต้จูวันลื่นจังแฮวเนียนกับปรับต่อแทบาเซนเจเคลียนแน่บองกูทเวียเตอร์เขม่งโดยเยอะเหมือนกวนแน่อดเคลียนเต้นักน้องแวะบนตอบมาเตียนี้ยังเคยทาจัดค้างนางงาเหมือนเติมตาปากกายโบบาเจแถมแตงปากกายซ้อมกลมตีดเหลือคือแน่นอนมาได้ดอกบอเฮจูนได้เจตัวปรติใบดอกบอเยืองนั่งเอาสกอตจะมวยหนึ่งแป้ดอกบอจูวอนดำใบไอปุกเกนแง่อาจเมียนตำแหน่งตำนองสไนห้างจังเตอปนใต้เนี่ยต่างออกนี่จูวอนนี่คือกอดอัดปลอมไอแปงกอดนางแง่กามดองเตียเต้กอดได้จังบานตะบองโปรเต้ดำใบตกออยแม่แปดอกบอปุกเกโนห้าในใหญ่เนียบานซอกสรูลจังอีนางแง่กอดนอนเขม่งหมกกราวน่าไปแต่หมกกราวนังเฮจูน่าเกลียงจากตมเจียงจังเกกอบ้านในใหญ่ปรับจูวอนแทก้มจังไอเกจมวยหนึ่งไปได้ยาจีลานหลังมาเมาเจียง่ายตุ่มรอมตาหมดดอตีนังจังแง่บักจัดเอาตะเหลียงติ๊กเตอจูวันลื่นจังเนียงระตักข้องเนียงกับแบนในใหญ่แท้ให้เกนางแง่เนี่ยให้เมาแมนมาขลุ่นไอซ้อนนางแง่บันต้อมาเตี้ยเกก็ได้เจนให้เฮจูนางแง่ก็รถแตมเตอแต่ด้าซอกพวกเกกับแบนจูบจมวยหนึ่งซันห้าแต่ซันห้านางแง่กับปงแต่เตอเขม่งปีเนี่ยเตี้ยนั่งดาวตามฮากับแบนบอกปิสมได้ดื้อดองแต่กันเกแต่การดื้อดองดูพองได้คือแต่ต้องจมวยหนึ่งปัญญาครัวซานังเองลื่นจังห้าวจูวอน่าอัดตรมเตก็ตรอกเขม่งปีเนี่ยนุให้รกเรื่องใต้มาดองให้จูนดอกบอยืงขึ้นจังก็โจตัวจุยเมียนแหนต่างออกนี่ปะตายปะตอบเป็นนั่งให้ซันแฮขึ้นจังจำก้า
ចូលជួយតែម្ដងទៅជាលទ្ធផលមានណាបាសសក់ជ្រងហើយបន្តមកក៏បានជួបជាមួយនឹងឪពុកម្ដាយទាំងពីរសងខាងតែម្ដងដែលភ្លាមនោះគឺពូគាត់មានអារម្មណ៍ថាគាត់ហ្នឹងគឺមើលកូនអត់បានល្អគឺជាអ្នកខុសប៉ុន្តែមានណាជូវ៉ាន់បាននិយាយវិញថានាងអត់ព្រមសុំទោសទេពីរអ្នកនោះគឺជាអ្នកនិយាយមើងងាយពួកគេមុនតាក់ទងជាមួយនឹងគ្រួសាររបស់គេថាមួយមានតែម្ដាយមួយទៀតមានតែឪពុកហើយថាសាន់ហាហ្នឹងមានបញ្ហាគ្រួសារអីចេះចោះចឹងទៅចឹងគេអត់សុំទោសទេលឺអញ្ចឹងប៉ារបស់ជូវ៉ាន់រៀងខឹងដែរក៏សម្លុតឲ្យម្ដាយកូននោះសុំទោសពួកគេវិញតែម្ដងទៅបន្ទាប់ពីការបន្តការសុំទោសអីផ្សេងហើយបន្ទាប់មកទៀតនេះប៉ាជូវ៉ាន់ក៏បានហៅពួកគេទាំងអស់គ្នាទៅញ៉ាំបាយជុំគ្នាដែលសារតគាត់គឺធ្វើខគោពិសេសអញ្ចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាពេលញ៉ាំនឹងជូវ៉ាន់អត់សូវសប្បាយចិត្តទេរបៀបថាគេអត់ចូលចិត្តហេជូនគាត់ថាពីរអ្នកនោះគឺមកដើម្បីរៀបការចង់ឲ្យប៉ាគេនឹងយកម៉ាក់របស់គេធ្វើប្រពន្ធណាយបន្តមកទៀតនេះឥឡូវនេះម៉ែកូនរបស់ហេជូនគឺត្រូវត្រឡប់ទៅវិញហើយដែលពេលនោះផងដែរគឺសានហានៅជាមួយនឹងជូវ៉ាន់ដើម្បីលេងដែលនៅពេលនោះពួកគេគឺបានប្រឡែងគ្នាលេងសប្បាយមែនតែនបន្ទាប់មកទៀតជូវ៉ាន់ក៏បាននាំសានហាទៅមើលរូបថតរបស់ម៉ាក់គេហើយគេក៏បាននិយាយថាបើសិនជាបងនឹកប្អូនស្រីរបស់បងក៏អាចលួចមើលរូបថតរបស់នាងបានដូចគ្នាដែរព្រោះថាដូចគេអញ្ចឹងរាល់ពេលដែលគេនឹកម៉ាក់គឺតែងតែលួចមើលរូបថតព្រោះថានៅពេលដែលមើលដោយបើកចំហពេលខ្លះប៉ាគឺមិនសប្បាយចិត្តទេក្នុងគណៈដែលកំពុងតែត្រឡប់ទៅវិញនឹងអ្នកទាំងអស់គ្នាម្ដាយរបស់ហេជូនសុកគឺគាត់បានទទួលទូរស័ព្ទចម្លែកដែលមើលទៅគឺគាត់ស្រឡាញ់កាំងអស់ហើយប៉ុន្តែកន្លែងនេះយើងអត់ទាន់អាចដឹងទេថាតើមានរឿងអ្វីកើតឡើងចំពោះគាត់នៅក្នុងវគ្គបន្តមកទៀតនេះអ៊ីចិត្តខាងគឺគាត់បានទទួលដំណឹងតាក់ទងម្ដាយហេជូនថាឥឡូវនេះនាងបានដូរលេខទូរស័ព្ទថ្មីហើយអ្នកផ្សេងគឺសង្ស័យថាមកពីខាងប្រុសនឹងអត់ល្អបានម្ដាយហេជូននឹងគឺគេកិច្ចបាត់ប៉ុន្តែការពិតទៅវាមិនដែលទេហេតុអីបានជាគ្រាន់តែអញ្ចឹងសោះសុកគេកិច្ចបាត់គាត់គិតថាប្រហែលជាគេមានមូលហេតុរបស់គេលឺអញ្ចឹងហើយប៉ាជូវ៉ាន់រៀងហួសចិត្តដែរប៉ុន្តែគាត់អត់អីទេគាត់គឺជាបរិសម្នាក់ដែលចិត្តល្អអញ្ចឹងគាត់តែងតែយោគយល់ពីអ្នកដទៃជានិច្ចដែលហ្នឹងឯងអ្នកទាំងអស់គ្នាការពិតទៅគឺគាត់មានរឿងតែយើងអត់ដឹងថារឿងអីទេគ្រាន់តែថាឥឡូវហ្នឹងគឺយើងឃើញថាគាត់បានយកហេជូនមកផ្ញើប្អូនស្រីរបស់គាត់ហើយគាត់បាននិយាយថាគាត់នឹងត្រូវតែធ្វើការនៅសេអ៊ូឡៃនៅក្នុងវគ្គបន្តមកទៀតនេះយើងឃើញថាឥឡូវប៉ារបស់សាន់ហាគឺបានមកញ៉ាំអីនៅហាងរបស់ប៉ាជូវ៉ាន់ដែលនៅពេលនោះផងដែរអ៊ីចិត្តខាងបាននិយាយថាឲ្យគាត់ហ្នឹងមើលថែប្រពន្ធផងប្រពន្ធណាទោះបីជាយ៉ាងណាក៏ដោយក៏យើងត្រូវតែយកចិត្តទុកដាក់ទៅលើគាត់ដែរទោះបីជាឆ្លោះគ្នាមានរឿងអីក៏ដោយពេលខ្លះប្រពន្ធពិបាកចិត្តហ្នឹងដោយសារតែត្រូវការលួងលោមពីយើងហើយគាត់ក៏បាននិយាយបន្តទៀតថាលើកមុនគឺប៉ាជូវ៉ាន់បានឲ្យបាយឲ្យទឹកនឹងសានហាញ៉ាំបន្តមកទៀតលឺអញ្ចឹងគាត់ក៏បានអរគុណប៉ារបស់ជូវ៉ាន់ហើយក៏ផ្ដាំថាជួយមើលថែសានហាផងឥឡូវយើងទៅមើលសានហាវិញគាត់បន្ទាប់ពីត្រឡប់មកពីសាលាវិញឥឡូវនេះគាត់ក៏បានមកញ៉ាំអីនៅហាងរបស់ជូវ៉ាន់ដែរហើយក្នុងគណៈនោះផងដែរម្ដាយរបស់ហេជូនហ្នឹងក៏ចម្លែកដែរគឺគាត់បានធ្វើការខលមកប៉ារបស់ជូវ៉ាន់ហើយថែមទាំងខ្ចីលុយទៀតហើយប៉ាជូវ៉ាន់នឹងអត់ចាំយូរទេគឺគាត់ចិត្តល្អណាស់ឲ្យគេខ្ចីភ្លាមតែម្ដងទៅមិនត្រឹមតែឲ្យខ្ចីទេគាត់ក៏បានទៅមើលហេជូននៅផ្ទះរបស់មីងរបស់គេនឹងដែរតែដោយសារតែមើលស្ថានភាពរស់នៅទៅអាណិតក្មេងខ្លាំងពេកចឹងគាត់ក៏សម្រេចចិត្តថាមិនត្រឹមតែទិញអីឲ្យញ៉ាំទេក៏យកគេមកចិញ្ចឹមដូចគ្នាដែរមីងរបស់ហេជូនហើយហេជូនលឺអញ្ចឹងអត់ចាំយូរទេមានតែត្រេកអរហើយយល់ព្រមតែម្ដងទៅប៉ុន្តែការនៅជាមួយនោះផងដែរគឺសន្យាថាត្រឹមតែរយៈពេលខ្លីនៅពេលដែលម៉ាក់មកវិញគឺគេត្រូវតែនៅជាមួយនឹងម្ដាយវិញហើយនៅក្នុងវគ្គបន្ទាប់យើងទៅមើលគ្រួសារសានហាទៀតហើយឥឡូវនេះម្ដាយរបស់គេបានរកឃើញរូបថតដែលថ្ងៃមុនហ្នឹងសានហាគាត់លួចយកមកមើលព្រោះតែនឹកប្អូនស្រីបន្តមកទៀតគាត់ក៏យករូបនោះទៅកាត់ជាបំណែកហើយគាត់បានស្រែកក្តែងបន្ទោសថាកាលនោះកូនស្រីរបស់គាត់ស្លាប់ហ្នឹងគឺមកពីសានហាធ្វើអីហេតុអីក៏មិនមើលប្អូនលឺអញ្ចឹងឪពុករបស់សានហាក៏ឆ្លើយទៅវិញថាវាមិនមែនជាកំហុសរបស់អ្នកណាទេ
ហើយគាត់ក៏បាននិយាយថាការណោហាសានហាទើបតែមានអាយុ7ឆ្នាំប៉ុណ្ណោះបន្ទាប់មកម្ដាយរបស់សានហានឹងលឺអញ្ចឹងគាត់ក៏និយាយថារាល់ពេលដែលគាត់ឃើញសានហាញ៉ាំសានហាញញឹមជាមួយនឹងផ្ទះខាងក្រោមនោះគឺគាត់ដល់ពិតជាខឹងខ្លាំងមែនតែនព្រោះថាគាត់តែលេបបាយហ្នឹងក៏លេបមិនចូលដែរអ្នកទាំងអស់គ្នាកន្លែងនេះចម្លែកដែរបើអេដមីនគិតថាកំហុសហ្នឹងជាកំហុសរបស់ឪពុកម្ដាយព្រោះថាកូនក្មេងនៅក្មេងអញ្ចឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយហើយដល់ពេលគាត់យកសាច់រឿងហ្នឹងមកបន្ទោសកូនដូចជាអត់សមសោះសានហារបស់យើងលឺអញ្ចឹងហើយលឺម្ដាយចង់ស្លាប់ទៀតគាត់ក៏បានចូលទៅយំផងសុំអង្វរផងហើយសន្យាថាឈប់ទៅរញ៉េរញ៉ៃជាមួយនឹងផ្ទះរបស់ជូវ៉នណាយឥឡូវយើងទៅមើលហេជូនវិញហេជូនណាបានមកស្នាក់នៅផ្ទះរបស់លោកពូហើយឥឡូវហ្នឹងគាត់ក៏បាននិយាយលេងជាមួយនឹងលោកពូហើយក៏បានប្រាប់ថាគាត់ពិតជាចង់បានលោកពូជាឪពុកណាលឺអញ្ចឹងលោកពូអត់ចាំយូរទេគាត់ក៏បានឆ្លើយថាក្នុងគណៈដែលឯងនៅទីនេះអាចទុកខ្ញុំជាឪពុកបានអាចហៅប៉ាហៅអីបានអញ្ចឹងទៅលឺអញ្ចឹងហេជូណាសប្បាយចិត្តណាប៉ុន្តែអ្នកទាំងអស់គ្នាជូវ៉នណាអត់សប្បាយទេខឹងទៀតហើយយំឡើងរនាលដីតែម្ដងក្នុងវគ្គបន្តមកទៀតនេះសានហាគាត់ក៏បានយកព័ត៌មានដែលថាគាត់លែងចង់តាក់ទងមួយនឹងគ្រួសាររបស់លោកពូនឹងមកប្រាប់ជូវ៉នដែលធ្វើឲ្យជូវ៉នណាខូចចិត្តយ៉ាងខ្លាំងបន្តមកទៀតនាងព្យាយាមដេញតាមសួរមិនទាន់បានប្រមាណផងម្ដាយរបស់សានហានឹងក៏បានចុះមកហើយបន្តមកទៀតជូវ៉នក៏បានដេញតាមសួរអស់ពីសួរហើយអ៊ីនោះក៏សួរទៅកាន់គេវិញថាសានហានឹងជាបងរបស់គេមែនលឺអញ្ចឹងជូវ៉នក៏បាននិយាយថានឹងហើយជាបងប្រុសរបស់គាត់លឺអញ្ចឹងគាត់មើលទៅរៀងខឹងហើយអត់បេះដូងដែរក៏បានឆ្លើយថាបើជាបងហើយឥឡូវក៏យកទៅដែលគណៈនោះដែរអ្នកទាំងអស់គ្នាមើលទៅគឺគាត់មានវលីមានអីទៀតហាក់ដូចជាគាត់គឺរើចេញពីផ្ទះហើយក្នុងគណៈដែលជូវ៉នលឺអញ្ចឹងនាងអផងនាងស្រែកហូផងប៉ុន្តែសានហាអត់អញ្ចឹងទេគេបែរជាតដកហើយយំទៅវិញនៅក្នុងឆ្នាំ2004ឥឡូវនេះកុមារទាំង3នាក់គឺគាត់ដែរបានធំធាត់ជាមួយគ្នាហើយគាត់ញ៉ាំជាមួយគ្នាគេងជាមួយគ្នារៀនជាមួយគ្នាលេងជាមួយគ្នាបន្តមកទៀតនេះយើងឃើញថាឥឡូវនេះពួកគេធំអស់ហើយប្រុសស្អាតដែលអ្នកទាំងអស់គ្នាឃើញដំបូងគេនេះគាត់គឺជាហេជូនឹងឯងដែលកំពុងតែទិញតៅហ៊ូឲ្យលោកប៉ាដើម្បីធ្វើម្ហូបបន្តមកទៀតគាត់ក៏បានហៅសានហាហើយនឹងហៅលោកពូមកពីជាន់ទី3ដើម្បីញ៉ាំអាហារជុំគ្នាហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជាសានហាហើយនឹងជូវ៉នឥឡូវធំអស់ហើយឡើងខ្ជូតតែម្ដងជាចុងបញ្ចប់នៃសាច់រឿងជូវ៉នណាគឺគាត់បានលើកឡើងតាក់ទងជាមួយនឹងការសញ្ញេឬក៏ចុះហត្ថលេខាតាក់ទងជាមួយនឹងលិខិតស្នើសុំចិញ្ចឹមបីបាច់ឬក៏លិខិតសុំដើម្បីក្លាយជាសមាជិកគ្រួសារពេញសិទ្ធតែម្ដងហើយគេក៏បានលើកតាក់ទងជាមួយនឹងបើអត់ព្រមទេឥឡូវមានតែដូរឈ្មោះឲ្យទៅដូចគ្នាទាំងអស់តែម្ដងទៅដើម្បីឲ្យមានភាពងាយស្រួលនៅពេលដែលរៀននៅសាលាលឺអញ្ចឹងហើយពួកគេក៏បាននិយាយថាហើយណាគេធ្វើជាប៉ារបស់ណាគេទៅបើលោកពូប៉ារបស់សានហានឹងអាយុ47ហើយប៉ារបស់ជូវ៉ននឹង46ជូវ៉នលឺអញ្ចឹងហើយក៏និយាយថាលោកពូចាស់ជាង1ឆ្នាំអញ្ចឹងលោកពូធ្វើប៉ាទៅលឺអញ្ចឹងសានហាក៏បាននិយាយថាបើសិនជាអញ្ចឹងមានតែខ្ញុំជាពូរបស់ពូឯងដែលហ្នឹងឯងអ្នកទាំងអស់គ្នាអេដមីនសូមសង្ខេបបន្តិចអញ្ចឹងដំណើររឿងនៅក្នុងអេពីសូតទី1នេះផងដែរគឺជាដំណើរសាច់រឿងដែលបណ្ដាលឲ្យយើងដឹងថាហេតុអ្វីបានជាពួកគេបានមកនៅជាមួយគ្នាខ្លាចជាគ្រួសារតែមួយហើយគ្រួសាររបស់គេមានកត្តាអ្វីខ្លះដែលធ្វើឲ្យពួកគេនឹងលំបាកហើយវាក៏បង្ហាញឲ្យយើងឃើញតាក់ទងជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេដែលពួកគេនៅអាគារតែមួយផ្ទះខុសគ្នាប៉ុន្តែពួកគេគឺស្រឡាញ់គ្នាដោយគ្រួសារតែមួយអញ្ចឹងពួកគេតែងតែញ៉ាំអាហារជាមួយគ្នាហើយជួយគ្នាចំណាយទៅលើផ្ទះទាំងមូលជាចុងបញ្ចប់សាច់រឿងតើអ្នកទាំងអស់គ្នាគិតថារឿងនេះគួរឲ្យចាប់អារម្មណ៍ដែរអត់ហើយអេដមីនធ្វើរឿងនេះឡើងក៏ដោយសារតែមានការសំណូមពរពីគ្នាយើងផងដែរអញ្ចឹងអេដមីនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវាអរគុណច្រើន